ការទុកផលប្រយោជន៍ឲ្យអ្នកដទៃក្នុងអាជីវកម្មការលះបង់ផលប្រយោជន៍ខ្លីដើម្បីកសាងទំនុកចិត្តនិងទទួលបានកំណើនយូរអង្វែងនេះគឺជាយុទ្ធសាស្ត្រសម្រាប់អាជីវកម្មធំមិនមែនគ្រាន់តែគិតពីផលចំណេញភ្លាមប៉ុណ្ណោះទេធ្វើអាជីវកម្មត្រូវចេះទុកផ្លូវសម្រាប់ខ្លួនឯងអ្នកដែលគិតយ៉ាងល្អិតល្អន់ពេកជាមួយអតិថិជនតែងតែមិនអាចធ្វើឲ្យអាជីវកម្មរីកធំធាត់ឡើយប្រសិនបើចេះកណនីល្អិតល្អន់ពេកទៅអតិថិជនមិនអាចទទួលផលប្រយោជន៍ពីអ្នកបានពួកគេក៏មិនចង់សហការរយៈពេលយូរអង្វែងដែរសូមមើលទៅតកែដែលធ្វើអាជីវកម្មធំបានជោគជ័យខាងក្រៅមើលទៅហាក់បីដូចជាសាមញ្ញស្មោះត្រង់ប៉ុន្តែមិនមានការកណនីក្នុងចិត្តទេពួកគេយល់ដឹងថាពេលណាគួរធ្វើជាមិនយល់នេះទើបជាគន្លឹះអាជីវកម្មពិតប្រាកដនៅពេលសំខាន់សូមទុកផលប្រយោជន៍3%ឲ្យដៃគូសហការចំណេញលុយបានច្រើនជាងបន្តិចខ្លួនឯងយកចំណេញតិចជាងបន្តិចមើលទៅហាក់បីដូចជាចំណេញលុយបានតិចតែការពិតបានផ្លាស់ប្ដូរទៅជាទំនុកចិត្តយូរអង្វែងនេះទើបជាគ្រឹះនៃការធ្វើអាជីវកម្មធំដុំឥឡូវចំណេញលុយបានតិច300ដល់500ប៉ុន្តែអនាគតអាចចំណេញបាន30000ដល់50000អាជីវកម្មគឺវិវត្តតាមរបៀបនេះប្រសិនបើអ្នកកំពុងធ្វើអាជីវកម្មសូមតាមដានមើលវីដេអូរបស់ខ្ញុំឲ្យបានញឹកញាប់